រៀងរាល់ថ្ងៃសុក្រគឺយើងតែងតែធ្វើកិច្ចបូជាដល់ព្រះម៉ែលក្ស្មីហើយនៅក្នុងថ្ងៃនេះដែរគឺមានរឿងរ៉ាវមួយទាក់ទងជាមួយនឹងប៊ីស្មាឌវ៉ាដាស៊ីដែលជាថ្ងៃដ៏សំខាន់នៅក្នុងប្រតិទិនរបស់ហិណ្ឌូក្នុងថ្ងៃនេះដែរអ្នកដែលមានជំនឿមុតមមទៅលើព្រះវិស្ណុគេនឹងធ្វើពិធីសូត្រឧទ្ទិសបួងសួងដល់ព្រះវិស្ណុដំបូងយើងគួរមកដឹងពីប្រវត្តិខ្លះៗទាក់ទងជាមួយនឹងប៊ីស្មាប៉ាតាម៉ាស់ដែលគាត់ជាវីរបុរសម្នាក់ដ៏សំខាន់នៅក្នុងរឿងមហាភារតៈប៊ីស្មាគាត់មានឈ្មោះដើមហៅថាដេវវ្រតាដែលគាត់គឺជាកូនរបស់ព្រះជាសន្តនុនិងព្រះនាងហ្គាហ្គាជាអ្នករក្សានៅទន្លេហ្គាហ្គារឿងរ៉ាវបានចាប់ផ្ដើមឡើងនៅពេលដែលព្រះជាសន្តនុចង់រៀបការជាមួយនឹងព្រះនាងសញ្ញវទីនៅពេលនោះឪពុករបស់ព្រះនាងបានដាក់លក្ខខណ្ឌកំណត់ឲ្យអ្នកស្នងរាជត្រូវតែជាបុត្ររបស់ព្រះនាងសញ្ញវទីលក្ខខណ្ឌមួយនេះបានធ្វើឲ្យព្រះជាសន្តនុមានការតតម្រេះយ៉ាងខ្លាំងព្រោះព្រះអង្គដឹងថាអ្នកដែលត្រូវស្នងរាជបន្តគឺដេវវ្រតាដោយដេវវ្រតាយល់ពីសេចក្តីទុក្ខលំបាករបស់បិតានិងមានចេតនាបំពេញនៅចិត្តកតញ្ញូគាត់ក៏បានសច្ចាបដិញ្ញាយ៉ាងមុតមមថាខ្លួនសុខចិត្តលះបង់សិទ្ធិក្នុងការឡើងគ្រងរាជ្យមិនរៀបការអស់មួយជីវិតនិងព្រមស្ម័គ្រចិត្តការពារព្រះរាជបល្ល័ង្កហស្តិនាពុរាដោយមិនខ្វល់ថាអ្នកណាជាស្ដេចដោយពាក្យសច្ចៈរបស់គាត់នេះធ្វើឲ្យបិតារបស់គាត់មានចិត្តរំភើបយ៉ាងខ្លាំងហើយចាប់ពីពេលនោះមកគាត់ត្រូវបានគេហៅថាប៊ីស្មាដែលមានន័យថាអ្នករក្សាពាក្យសច្ចៈដ៏រឹងមាំលើពីនេះគាត់ថែមទាំងទទួលបាននៅពរមួយហៅថាអិច្ឆាមរិតយុដែលជាពរដ៏ពិសេសដែលគាត់អាចកំណត់ពេលវេលាស្លាប់ដោយខ្លួនឯងបានលោកក្រោយមកចូលមកដល់ចំនួនចៅរបស់ប៊ីស្មាក៏កើតមាននៅសង្គ្រាមមួយដែលហៅថាគូរុសត្រាដែលជាសង្គ្រាមរវាងពួកកូរ៉ាវ៉ាសនិងផេនដាវ៉ាដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នានៅក្នុងសង្គ្រាមដណ្ដើមអំណាចគ្នារវាងត្រកូលទាំងពីរដោយសារតែនៅក្នុងពេលនោះកូរ៉ាវ៉ាសជាអ្នកកាន់កាប់រាជបល្ល័ង្កហស្តិនាពុរានិងដោយសារតែពាក្យសច្ចៈដែលប៊ីស្មាធ្លាប់បានសន្យាជាមួយបិតាទើបគាត់ត្រូវឈរនៅខាងកូរ៉ាវ៉ាសទាំងដែលគាត់ដឹងច្បាស់ថាផេនដាវ៉ាសមានសមត្ថភាពនិងមានគុណធម៌ជាងខាងកូរ៉ាវ៉ាសសង្គ្រាមគូរុសត្រានេះត្រូវបានអូសបន្លាយរយៈពេល18ថ្ងៃសង្គ្រាម9ថ្ងៃដំបូងខាងកូរ៉ាវ៉ាសដែលដឹកនាំដោយប៊ីស្មាប្រយុទ្ធយ៉ាងខ្លាំងហើយមានប្រៀបជាខាងផេនដាវ៉ាសគ្រីស្ណាដែលជាអ្នកណែនាំដល់ផេនដាវ៉ាសដឹងច្បាស់ថាបើសិនជាប៊ីស្មានៅរស់ផេនដាវ៉ាសមិនអាចយកឈ្នះលើសង្គ្រាមមួយនេះបានឡើយប៊ីស្មាយល់ច្បាស់ពីរឿងនេះដូចគ្នាទើបនៅក្នុងថ្ងៃទី10គាត់ព្រមចុះចាញ់ហើយបណ្ដោយឲ្យព្រួយរបស់អាជូណារាប់រយបាញ់មកលើខ្លួនគាត់រហូតដួលទៅលើដីហើយត្រូវដេកនៅលើគ្រែព្រួញដោយសារពាក្យសច្ចៈរបស់គាត់ប៊ីស្មាត្រូវឈរនៅខាងសភាវៈមិនត្រឹមត្រូវដូច្នេះគាត់ជ្រើសរើសវិធីស្លាប់ដើម្បីបញ្ចប់នៅបញ្ហានិងធ្វើឲ្យខាងផេនដាវ៉ាសអាចយកជ័យជំនះលើសង្គ្រាមមួយនេះទោះបីជាប៊ីស្មាត្រូវព្រួយរាប់រយចាក់ពេញខ្លួនតែគាត់មិនស្លាប់ភ្លាមៗទេដោយសារតែគាត់មានពរដែលអាចរើសពេលវេលាស្លាប់បានដោយខ្លួនឯងមុនពេលគាត់ស្លាប់គាត់ឆ្លៀតពេលបង្រៀនដល់ពួកផេនដាវ៉ាសនៅវិធីគ្រប់គ្រងនគរនិងការធ្វើជាស្ដេចដ៏ល្អហើយដោយសារតែគាត់យល់ដឹងពីទោសកំហុសដែលគាត់ឈរនៅខាងសភាវៈមិនល្អគាត់បានឧទ្ទិសបួងសួងដល់ព្រះវិស្ណុដោយបានសូត្រនៅព្រះនាមព្រះវិស្ណុរហូតដល់1000នាមដោយគាត់បានកំណត់យកពេលវេលាស្លាប់របស់គាត់នៅពេលដែលព្រះអាទិត្យវិលចូលឧត្រាយណាឬយើងហៅថាឧត្រាវត្តដែលមានន័យថាពេលថ្ងៃវែងជាងពេលយប់ប៊ីស្មាបានក្លាយទៅជាវីរបុរសសម្រាប់ភាគីទាំងសងខាងទាំងខាងកូរ៉ាវ៉ាសគឺដោយសារតែគាត់បានពលីជីវិតដើម្បីការពាររាជបល្ល័ង្ករីឯខាងផេនដាវ៉ាគេនៅតែគោរពគាត់ដោយសារតែគុណធម៌ដ៏ខ្ពង់ខ្ពស់ដើម្បីរក្សានៅពាក្យសច្ចៈគឺគាត់ស៊ូលះបង់នៅជីវិតមានន័យថាសម្រាប់ប៊ីស្មាពាក្យសច្ចៈគឺលើសពីជីវិតដូច្នេះហើយថ្ងៃប៊ីស្មាដវ៉ាស៊ីខ្ល้ายជាថ្ងៃមួយដ៏សំខាន់ដែលគេរំលឹកទៅដល់ប៊ីស្មានិងការឧទ្ទិសបួងសួងទៅដល់ព្រះវិស្ណុទើបថ្ងៃនេះត្រូវបានចាត់ទុកជាថ្ងៃនៃការលះបង់ការរក្សាភាពសច្ចៈការតមអាហារនិងការឧទ្ទិសបួងសួងដល់ព្រះវិស្ណុដើម្បីសូមសេចក្តីសុខនិងសូមការអភ័យទោស